Sergio Ramos Garcia កើតនៅថ្ងៃទី30ខែមីនាឆ្នាំ1986ទីក្រុង Camas ប្រទេសអេស្ប៉ាញគាត់ត្រូវបានគេទទួលស្គាល់ថាជាកីឡាករបាល់ទាត់ល្បីបំផុតម្នាក់នៅក្នុងពិភពលោកដោយសារសមត្ថភាពក្នុងការការពារដ៏ល្អរបស់គាត់ Ramos បានចាប់ផ្ដើមអាជីពរបស់គាត់នៅក្នុងក្លឹប Sevilla FC នៅក្នុងប្រទេសអេស្ប៉ាញបន្ទាប់មកនៅឆ្នាំ2005គាត់បានផ្លាស់ទៅក្លឹប Real Madrid ហើយបានជួយឲ្យក្លឹបបានឈ្នះពានក្នុងប្រទេសជាច្រើនក្នុងរយៈពេលជាង16ឆ្នាំជាមួយ Real Madrid Ramos បានជួយឲ្យក្លឹបឈ្នះពាន UEFA Champions League ចំនួន4ដងនិង La Liga ចំនួន5ដងបន្ទាប់ពីចាកចេញពី Real Madrid នៅឆ្នាំ2021 Ramos បានចូលរួមជាមួយក្លឹប Paris Saint-Germain នៅប្រទេសបារាំងហើយគាត់ក៏បានត្រឡប់មកលេងឲ្យក្លឹប Sevilla FC ដែលជាក្លឹបដែលគាត់បានចាប់ផ្ដើមអាជីពវិញផងដែរបច្ចុប្បន្នគាត់លេងឲ្យក្លឹប Monterrey របស់ Mexico ងាកដល់យម្រើសជាតិវិញ Ramos ក៏ជាតួអង្គដ៏សំខាន់ម្នាក់នៅក្នុងក្រុមផងដែរគាត់បានជួយឲ្យអេស្ប៉ាញឈ្នះពាន World Cup 2010 Euro 2008 និង Euro 2012